ប្រវត្តិមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតមន្ទីរពេទ្យដែលកើតឡើងក្រោមកិច្ចព្រមព្រៀងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជានិងអតីតសហភាពសូវៀតនៅខែឧសភាឆ្នាំ1957ទីនេះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី16ឧសភា1958ដោយការងារសំខាន់ៗមួយចំនួនត្រូវបានបញ្ចប់ការសាងសង់ក្នុងរយៈពេលត្រឹម1ឆ្នាំប៉ុណ្ណោះបន្តមកនៅឆ្នាំ1960កិច្ចព្រមព្រៀងមួយបន្ថែមទៀតក៏ត្រូវបានចុះហត្ថលេខាដើម្បីដំឡើងបរិក្ខារពេទ្យនៅទីនេះមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតត្រូវបានប្រគល់ជូនកម្ពុជានិងសម្ពោធដោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី29ខែសីហាឆ្នាំ1960ក្រោមព្រះរាជធិបតីភាពព្រះបរមរតនកោដ្ឋនៅសម័យនោះទីនេះជាមន្ទីរពេទ្យទំនើបបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលចំណាយពេលសាងសង់ត្រឹមតែ2ឆ្នាំកន្លះប៉ុណ្ណោះដំបូងឡើយមន្ទីរពេទ្យនេះត្រូវបានរចនាឡើងសម្រាប់ការសម្រាកព្យាបាលរបស់អ្នកជំងឺចំនួន500គ្រែរួមមានសម្រាប់ព្យាបាលជំងឺទូទៅ150គ្រែសម្រាប់អ្នកជំងឺរបេង120គ្រែសម្រាប់ជំងឺឆ្លងសម្រាប់ការវះកាត់និងសម្រាប់សម្ភពស្ត្រីក្នុងមួយផ្នែកចំនួន60គ្រែនិងសម្រាប់កុមារ50គ្រែបន្ថែមពីនេះមន្ទីរពេទ្យក៏មានអគារ clinic សម្រាប់ផ្ដល់សេវាពិគ្រោះនិងសេវាកម្មផ្សេងៗដោយមិនស្នាក់នៅសម្រាប់មនុស្សចំនួន500នាក់ផងដែរក្នុងមួយថ្ងៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៃសម័យសង្គមរាស្ត្រនិយមប៉ុន្តែនៅក្រោយពេលមានការធ្វើរដ្ឋប្រហារខុសច្បាប់ទម្លាក់ព្រះបរមរតនកោដ្ឋដោយលន់នល់រួចមកទីនេះពុំសូវទទួលបាននូវការយកចិត្តទុកដាក់នោះឡើយហើយសម្ភារៈប្រើប្រាស់ជាច្រើនត្រូវបានខូចខាតដោយហេតុតែសង្គ្រាមរ៉ាំរ៉ៃកើតមានឡើងនៅពាសពេញផ្ទៃប្រទេសនេះបានបណ្ដាលឲ្យបុគ្គលិកពេទ្យជាច្រើនអវត្តមាននាំឲ្យមានការខ្វះខាតបុគ្គលិកយ៉ាងសម្បើមស្របពេលដែលមន្ទីរពេទ្យពោពេញដោយទាហានរបួសយ៉ាងច្រើនលើសលប់រហូតចូលដល់របបកម្ពុជាប្រជាធិបតេយ្យស្ត្រីមានផ្ទៃពោះបុគ្គលិកនិងអ្នកជំងឺទាំងអស់នៅទីនេះក៏ត្រូវបានជំនះចេញរីឯបរិក្ខារពេទ្យត្រូវបានកំទេចចោលគ្មានសល់ហើយទីនេះក៏ត្រូវបានប្រែក្លាយជាទីតាំងព្យាបាលសម្ងាត់មួយសម្រាប់ទាហានខ្មែរក្រហមដែលជាទូទៅពួកគេទទួលបានការផ្គត់ផ្គង់ឈាមតាមរយៈការបូមយកពីអ្នកជាប់ឃុំនៅតាមគុកនានាក្នុងទីក្រុងភ្នំពេញចំណែកឯអ្នកបម្រើការនៅក្នុងមន្ទីរពេទ្យទាំងឡាយគឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចេញចូលផ្ដេសផ្ដាសនោះឡើយក្រោយការផុតរលត់ទៅនៃរបបដ៏មហាប្រល័យនេះមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបើកឲ្យដំណើរការឡើងវិញនៅក្នុងឆ្នាំ1982ក្រោមជំនួយរបស់សហភាពសូវៀតចាប់តាំងពីត្រូវបានបើកឲ្យដំណើរការឡើងវិញមកទល់បច្ចុប្បន្នទីនេះតែងទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាហើយមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបាននិងកំពុងផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភាពការប្រកួតប្រជែងការអភិវឌ្ឍនិងការអប់រំប្រកបដោយក្រមសីលធម៌ជួបគ្នាក្នុងវីដេអូបន្ទាប់